ok ngày nay cứ dương mà configure ONT Wi-Fiរបស់យើងដោយយើងប្រើប្រាស់ LAN port ទៅជា WAN port វិញហើយយើងផ្លាស់ប្ដូរអញ្ចឹងណាហើយយើងអត់ចាំបាច់ប្រើ port optic ទេគឺយើងអាចប្រើជាមួយនឹង LAN port បានអ្នកនរគ្នាអាចយក internet ចេញពី switch អ្នកនរគ្នាក៏បានឬក៏អ្នកនរគ្នាមាន ISP អីដែលគាត់ប្រើ switch ប្រើអីយើងអាចយកចេញពីនឹងបានទៅតាមត្រូវការអ្នកនរគ្នាជាក់ស្ដែងហើយសម្រាប់ model អ្នកនរគ្នាអាចមើលទៅ model ខ្លះគឺ ONT Wi-Fi on support ទេតែ model EG version នេះគឺខ្ញុំនឹងដាក់នៅលើអេក្រង់ហើយនឹង version HG ខ្ញុំនឹងដាក់លើអេក្រង់ដូចគ្នាដោយសារតែ version ទាំងពីរហ្នឹងខ្ញុំមិនប៉ះផ្ទាល់ហើយគឺ version HG model មួយនេះគឺអត់ support ទេយើងអត់អាចធ្វើការផ្លាស់ប្ដូរ port LAN របស់យើងទៅជា WAN port បានទេតែ model EG version មួយនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរ WAN port បានហើយយើងយក LAN port របស់យើងទៅជា WAN port មែនអញ្ចឹងអ្នកនរអាចជួបជាក់ស្ដែងមើលជាក់ស្ដែងទៅថា version HG version ផ្សេងៗទៀតគឺយើងអាចធ្វើជាយក LAN port ហ្នឹងធ្វើជា WAN port បានអត់អូខេឥឡូវដើម្បីកុំឲ្យយើងខាតពេកយើងចូលមកកាន់ network card យើងមក Windows or មួយមកហើយវាយ ncpa.cpl តបមកទៀតយើង check មក network card របស់យើងស្គាល់អីប៉ុន្តែនេះគឺវានឹងជាប់ជាមួយ range MyCatex របស់ខ្ញុំឯងអញ្ចឹងយើងធ្វើការ manual មកផ្សាយ IP static មកហើយយើងដាក់ range របស់ ONT យើងចូលមកនេះគឺ range ONT របស់យើងអញ្ចឹង range 18.1 ហ្នឹងអ្នកនរអាចដាក់ laptop អ្នកនរចុច 2.3 អីក៏បានដែរសារតែ router ONT របស់យើងចាប់លេខ1អីអញ្ចឹងយើងដាក់លេខ2អីមកបន្ទាប់មកទៀតយើងអូខេមកហើយយើង close យើងបើកវងក Chrome យើងមួយមកហើយយើងធ្វើការវាយ gateway ONT របស់យើងមកនេះ 18.1 ហើយយើង enter មួយមកនេះគឺ model HG ហ្នឹងអ្នកនរអាចមើលទៅ model មួយនេះគឺ version ប៉ុណ្ណឹងវា support ជាមួយនឹងការផ្លាស់ប្ដូរ LAN port ទៅជា WAN port អញ្ចឹងខ្ញុំអត់ច្បាស់ថា model HG ផ្សេងទៀតគឺអាចផ្លាស់ប្ដូរបានអត់ទេតែ model HG ដែលខ្ញុំដាក់នៅក្នុងអេក្រង់មិញហ្នឹង version 1មិញហ្នឹងគឺអត់ support ទេអញ្ចឹងយើងអាចមើលជាក់ស្ដែងហើយកន្លែង username password យើងត្រូវឆ្នាំដែរដោយសារតែ ONT ភាគច្រើនដែលវា print នៅលើ label ដែលវាបិទនៅខាងក្រោយហ្នឹងគឺជា standard user ទេអញ្ចឹងអ្នកនរអត់អាច configure full configuration អីបានទេដោយយើងអាចធ្វើបានតែ basic setting មួយចំនួនទេអញ្ចឹងបើសិនជាអ្នកនរចង់បាន full configuration គឺយើងត្រូវវាយ username admin ហើយនឹង password admin ចូលមកតែនេះអ្នកនរអាច set theme អ្នកនរទៅដោយសារតែលើ label ហ្នឹងគឺជា standard user ទេគឺវាអត់ full configuration អញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរអត់អាចធ្វើបានអូខេឥឡូវគឺខ្ញុំសុំបាំងកន្លែងនេះតិចសិនគឺខ្ញុំវាយ admin password username របស់ខ្ញុំមកហើយកន្លែងនេះគឺយើង exit ចេញមកយើងអត់ចាំបាច់គិតអីច្រើនទេហើយយើងចូលមកកាន់ advanced setting មកបន្ទាប់មកទៀតគឺយើងចូលមកកាន់ maintenance and diagnose នេះមកហើយយើងរើសពាក្យថា upstream port កន្លែងនេះគឺយើងអាចផ្លាស់ប្ដូរពី optical port របស់យើងដែលយើងប្រើ fiber ហ្នឹងយើងអាចផ្លាស់ប្ដូរទៅជា LAN port មកអ្នកនរអាចប្រើខ្សែ Ethernet បានសម្រាប់ LAN port យើងរើសលេខ1ឬក៏លេខ2លេខ3លេខ4ទៅតាមត្រូវការអ្នកនរមកតែដើម្បីឲ្យ standard មើលទៅវាស្តង់ដារគឺយើងប្រើ LAN លេខ1មកបន្ទាប់មកយើង click apply ហើយ OK កន្លែងនេះគឺយើងអាចចាំវាប្រហែលជា1នាទីទៅ2នាទីពេលដែលយើងផ្លាស់ប្ដូរអញ្ចឹងទៅ ONT របស់យើងវានឹងចាប់ផ្ដើម auto reboot ហើយអូខេឥឡូវគឺខ្ញុំសូមកាត់កន្លែងនេះតិចសិនព្រោះ reboot 1នាទីទៅ2នាទីដែរអូខេឥឡូវគឺវា boot app ចប់ហើយអញ្ចឹងយើងអាចចូលមកកាន់ WAN interface មកអូខេគឺថាកាំងមិនទេឥឡូវយើង reconfig មកអានេះគឺខ្ញុំសូមបាំងថែមទៀតហើយ log in មកបន្ទាប់មកទៀតគឺយើងចូលមកកាន់ advanced setting ដដែលហើយយើងចូលមកកាន់ WAN port ហើយយើងចូលមកកាន់ new នេះមកយើងធ្វើការ set up ថ្មីអញ្ចឹងណាយើង click new មួយមកកន្លែងនេះគឺយើងរើសមកថាអ្នកនរប្រើជាអីប្រើ IP static ឬក៏ប្រើ DHCP client ឥឡូវគឺខ្ញុំប្រើ PE អញ្ចឹងខ្ញុំរើស PE មកបន្ទាប់ពីយើងរើស PE ហើយកន្លែងនេះគឺយើងរើស protocol របស់យើង IPv4 ហ្នឹងត្រូវហើយរបស់យើងគឺ router mode យើងឲ្យវាបោះ IP បោះអីដោយសារតែយើងប្រើ Wi-Fi ចេញពី ONT Wi-Fi យើងចឹងណាអញ្ចឹងយើងរើស router វាហ្នឹងមកអូខេហើយបន្តទៀត service tab នេះគឺយើងរើស internet ហ្នឹងហើយត្រូវហើយសម្រាប់ VLAN គឺយើងអត់ប្រើទេអញ្ចឹងយើងដោះ tick មកដោយសារតែយើង
អត់មានដាក់ VLAN ដាក់អីទេអានេះគឺខ្ញុំយកអ៊ីនធឺណិតចេញពី MyCarTech របស់ខ្ញុំអញ្ចឹងខ្ញុំអត់មាន assign VLAN assign អីទេហើយសម្រាប់កន្លែង username នេះយើងដាក់ account PE យើងចូលមកកន្លែងខ្ញុំសុំ hide បន្តិចអូខេហើយយើងវាយ password យើងចូលមកបន្ទាប់មកទៀតយើង complete enable LCP detection នេះមួយផងនៅពេលដែល WAN របស់យើងវាមានបញ្ហាក៏អីគឺវានឹង auto down ហើយអានេះវា detect ចឹងណាវាធ្វើការ check ទៅលើ WAN របស់យើងហើយបន្ទាប់មកយើង complete enable ASID មួយផងហើយយើង click apply មកកន្លែងនេះគឺយើងនឹងត្រឡប់មកវិញតិចទៀតអូខេបន្ទាប់ពីយើង apply ហើយយើងចូលមកកាន់ LAN port របស់យើងធ្វើការ enable LAN របស់យើងមក click apply ហើយយើងចូលមកកាន់ WAN របស់យើងវិញយើង take LAN របស់យើងទាំងអស់មក LAN 2 លេខ3លេខ4អូខេហើយយើង apply មកបន្ទាប់ពី apply ហើយយើងចប់ហើយអញ្ចឹង configuration របស់យើងចប់ហើយសម្រាប់ WAN interface ហើយ LAN របស់យើងអាចធ្វើការផ្លាស់ប្ដូរ DHCP របស់យើងបានកន្លែងនេះគឺយើងអាចដាក់ DNS ថែម DNS ដែរអីទៀតមកហើយយើងប្រើ DNS របស់ Google អីចឹងណាហើយសម្រាប់នីតិអ្នកនរអាចរើសមកអ្នកនរចង់ឲ្យ list time ប៉ុន្មាននាទីនេះចំនួនដែលយើងប្រើទូទៅយើងប្រើ120នាទីហ្នឹងហើយអញ្ចឹងវាច្រើនគួរសមអានេះ120នាទីវាស្មើនឹងនេះហើយស្មើនឹង2ម៉ោងហើយអូខេអញ្ចឹងប៉ុណ្ណឹងយើងប្រើទូទៅបើសិនជាចង់ឲ្យ disconnect លឿនជាងហ្នឹងអាចដាក់ត្រឹម30នាទីអីទៅបានហើយហើយយើង click apply មកកន្លែង IP DHCP static នេះអ្នកនរអាចដាក់ device អ្នកនរមកថាចង់ធ្វើអីដាក់ device មួយណាជា static IP ឲ្យវាប្រើ static អញ្ចឹងណាអញ្ចឹងយើងអាច set up នៅនេះបានហើយជាហ៊ានបន្ទាប់ទៀតគឺយើងអាចចូលមកកាន់ WLAN នេះមកយើងអាចធ្វើការ set up username Wi-Fi របស់យើងបានអ្នកនរចង់ដាក់ username Wi-Fi អីយើងដាក់មកហើយចំនួនគឺ limit នេះវាដាក់ពី1ដល់32អញ្ចឹងមានតែ32 device ដែលអាច connect មកប្រើ Wi-Fi នឹងបានហើយធម្មតា ONT របស់យើងគឺយើងឲ្យប្រើតាមបែប business ធំអីទេវាប្រើបានតាម home តាមអីហ្នឹងគឺយើងអាចដាក់ឲ្យគាត់ប្រើបានស្រាប់ Wi-Fi អញ្ចឹងណាបើសិនជាអ្នកនរ enterprise ឬក៏បែប cafe ធំអីយើងគួរតែដូរ router ចោលទៅហើយសម្រាប់ broadcast ISID យើង take មកឥឡូវនេះយើង enable auto ហើយសម្រាប់ security គឺយើងដាក់មកនេះវាជាមធ្យមហើយអញ្ចឹងប៉ុណ្ណឹងវាជួយតែបើយើងដាក់អានេះទៀតវាយ៉ាង low តិចប៉ុន្តែ device ចាស់យើងអាចធ្វើការប្រើប្រាស់បានហើយសម្រាប់ password យើងអាចផ្លាស់ប្ដូរ password Wi-Fi យើងបានកន្លែងនេះហើយសម្រាប់ WPS នេះគឺខ្ញុំអត់ enable ទេ click apply មកហើយ 5G អ្នកនរអាចធ្វើដូចគ្នាមិញដែរហើយសម្រាប់ advanced អ្នកនរអាចចូលមកមើលជាក់ស្ដែងទៅយើងអាចផ្លាស់ប្ដូរ country ផ្លាស់ប្ដូរអីមក domain Cambodia យើងអីមកហើយសម្រាប់ bandwidth channel អីយើងអាចរើសបាននេះហើយយើង click apply មកនេះវា start អូខេបន្ទាប់ហើយយើងអាចធ្វើការចូលមកកាន់ system management setting ផ្សេងៗអ្នកនរអាចមើលជាក់ស្ដែងទៅវា basic setting ទេអូខេឥឡូវយើងចូលមកដល់ account management កន្លែងនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរ password បានបើសិនជាអ្នកនរចង់ផ្លាស់ប្ដូរ password អីយើងអាចធ្វើការផ្លាស់ប្ដូរបានហើយនេះផ្លាស់ប្ដូរ password login របស់យើងអញ្ចឹងណាអូខេអញ្ចឹងការ configure របស់យើងគឺមានតែប៉ុណ្្នឹងទេដូចជាអត់មានអីថែមទៀតទេអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអូខេយើងអាចចូលមើលបន្ថែមទៀតតើមានអីថ្មីអត់អូខេនេះ time setting យើង complete enable មួយផងឲ្យវា synchronize ជាមួយនឹង network time protocol ទៅហើយ network របស់យើងក៏ stable ល្អដែរនៅមាន DMZ មានអីផ្សេងៗអូខេអញ្ចឹងយើងអាចធ្វើការដោះ take LAN របស់យើងមកយើងដាក់ជា obtain វិញឲ្យវាប្រើ DHCP វិញហើយយើងធ្វើការឡើងទៅកាន់ internet អូខេឥឡូវយើងបាន IP បាន DNS ហើយអញ្ចឹងយើងអាចធ្វើការតេស្តទៅកាន់ internet មកអូខេឥឡូវគឺយើងបានឡើងធម្មតាទេអញ្ចឹងអ្នកនរអាចធ្វើតាមវិធីសាស្ត្រនេះបាន
ដែលយើងអាចផ្លាស់ប្ដូរ LAN របស់យើងបានអូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណអ្នកទាំងអស់គ្នា